បាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកជាលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាទូចស្រីលាក់ទទូចសុំសប្បុរសជនជួយដល់យូឌីស្កូដែលកំពុងលាងឈាមនិងត្រូវការលុយជាចាំបាច់ដើម្បីវះកាត់អ្នកនិយមតាមដានព័ត៌មានសិល្បៈច្បាស់ជាបានជ្រាបមកហើយនៅសុខទុក្ខរបស់តារាសម្ដែងលោកយូឌីស្កូដែលពេលនេះកំពុងតែសម្រាកព្យាបាលនៅឯប្រទេសឥណ្ឌាបន្ទាប់ពីលោកមានជាតិពុលឡើងខ្លាំងបើគិតមកដល់ពេលនេះរយៈពេលប្រមាណ1សប្តាហ៍ហើយដែលដំណឹងរបស់លោកយូឌីស្កូកំពុងសម្រាកព្យាបាលនៅប្រទេសឥណ្ឌាត្រូវបានអ្នកនាងទូចស្រីលាក់បានជម្រាបដល់មហាជនក្នុងនោះដែរអ្នកនាងទូចស្រីលាក់ក៏បានឲ្យដឹងថាស្ថានភាពជំងឺរបស់លោកយូឌីស្កូគឺសង្ឃឹម 50% ខណៈកំពុងខ្វះខាតប្រាក់ព្យាបាលផងដែរយ៉ាងណាមិញនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026នេះអ្នកនាងទូចស្រីលាក់បានជម្រាបពីស្ថានភាពសុខភាពរបស់លោកយូឌីស្កូជាថ្មីម្ដងទៀតដោយពេលនេះលោកយូឌីស្កូបាននឹងកំពុងបន្តលាងឈាមនៅឯមន្ទីរពេទ្យប្រទេសឥណ្ឌាលើពីនោះអ្នកនាងទូចស្រីលាក់ក៏បានទទូចសុំសប្បុរសជនជួយដល់លោកយូឌីស្កូផងក៏ព្រោះតែលោកត្រូវការថវិកាដើម្បីធ្វើការវះកាត់អ្នកនាងទូចស្រីលាក់បានរៀបរាប់ថាអាការៈបងស្កូកំពុងពិបាកក្នុងខ្លួនខ្លាំងនៅពេលនេះហត់ខ្លាំងកម្លាំងក៏មិនសូវមានខ្ញុំព្យាយាមរកជំនួយជូនបងដើម្បីក្នុងការដោះស្រាយមួយពេលម៉ោងនេះបងកំពុងលាងឈាមទៀតហើយសូមមេត្តាលោកអុកញ៉ាចិត្តធម៌តែងតែជួយសង្គ្រោះជីវិតអ្នកអត់ឬលំបាកសូមមេត្តាលោកកុំរំលងបងស្គរអីព្រោះពេលវេលាដ៏លំបាកមួយនេះគឺសូមជួយស្រោចស្រង់គាត់ផងដង្ហើមចុងក្រោយគឺត្រូវការថវិកាមកជួយគាត់ដើម្បីវះកាត់សូមជួយផងសូមកុំឲ្យបាត់បង់ធនធានសិល្បៈគាត់ជួយសង្គមច្រើនណាស់មួយរយៈនេះគឺឮសំឡេងបងយំក្នុងចិត្តចង់ឈួតហើយបាទហើយអត្ថបទព័ត៌មាននៃខ្ញុំបាទបានជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា